Honda PCX មកគ្រឿងទៀតហើយដែលមានបញ្ហាទៅលើ key របស់វាកាច់អត់បានហើយតែកាច់អត់បានហើយបើកសោមកចេញហើយតែបើកសោចេញឯម៉ូតូគាត់ជិះមិនកើតហើយតែជាតិកើតមិនអូផ្ទះជាងដំអីហើយថាអូមកដល់ផ្ទះជាងដំដូចយកលុយបើឲ្យជាងដំអញ្ចឹងតែខំម៉ូតូនេះមួយបងប្អូនជាងដំធ្វើយើងកញ្ញាញ់ខួរតិចហើយព្រោះថាធ្វើយូរទម្រាំទៅរកគ្រឿងបានទម្រាំទៅរកគេជួយធ្វើបានឡើងពីថ្ងៃបងប្អូនអើយម៉ូតូនេះមានបញ្ហាទៅលើបតបញ្ជារបស់វាមានបញ្ហាទៅលើដុំសោរបស់វាមានន័យថាពេលយើងអុក key ម្ដងទៅគឺវាលុតសញ្ញាសោទៅលើកុងទ័រហើយក៏ប៉ុន្តែយើងកាច់ឃ្លាតបានទេនិយាយទៅកាច់ទៅរឹងច្រោកហ្មងអញ្ចឹងម៉ូតូនេះគឺខ្ញុំជួយចូលតាមដំណាក់កាលដំណាក់កាលទី1គឺខ្ញុំយកដុំ ECU ឬក៏កូនតេឡេនិងដុំបតបញ្ជាយកទៅឲ្យគេភ្ជាប់ឬក៏ scan មើលសិនថាតើវាមានបញ្ហាអីអត់ព្រោះថាម៉ាស៊ីនរបស់ខ្ញុំវានៅមានកម្រិតវាអាច scan និងតម្លើងដុំ smart key ឬក៏បតឬក៏តេឡេឲ្យវាស្គាល់គ្នាបានទេអញ្ចឹងខ្ញុំត្រូវតែផ្ញើវាទៅភ្នំពេញដើម្បីគេភ្ជាប់ឲ្យហើយសិនដើម្បីឲ្យវាស្គាល់គ្នាសិនមួយថ្ងៃក្រោយមកគេបានផ្ញើមកឲ្យជាងដំហើយជាងដំដាក់ចូលក៏មានភ្លើងឡើងវិញក៏ដេបានឡើងវិញតែខម៉ូតូនេះជាប់កូដមកគ្រាប់មានបញ្ហាទៅលើ O2 sensor គឺជា sensor ចាប់អុកស៊ីហ្សែននៅជាប់នឹងកស៊ីម៉ាំងហ្នឹងហើយខ្ញុំក៏បានវាស់វែងខ្សែដាច់ដែរក៏ប៉ុន្តែមានដាច់ខ្សែទេមានន័យថាវាខូចបាត់ហើយម្ចាស់គាត់អត់តឲ្យខ្ញុំដូរទេគាត់ថាជិះសិនទៅចាំខែក្រោយចាំគាត់មកដូរទៀតព្រោះថាអស់លុយរៀងច្រើនតិចហើយអញ្ចឹងបងប្អូនដែលមានបញ្ហាទៅលើម៉ូតូ Smart Key បងប្អូនអាចយកមកផ្ទះជាងដំបានគឺខ្ញុំទទួលធ្វើណាបងប្អូនវាក៏ខ្ញុំមិនសូវថតផុសទៅបងប្អូនតែលឺបងប្អូនយើងគិតថាខ្ញុំមិនចេះធ្វើអា Smart Key អីទៅអញ្ចឹងគេថាម៉ូតូនេះគឺបានរួចរាល់ហើយខ្ញុំក៏បានចាប់កៅអៅវាចូលវិញដែរហើយម៉ូតូក៏ដេកឆេះធម្មតាឡើងវិញដែរអាការសំខាន់គឺខ្ញុំធានាឲ្យគាត់មកថាបើមានបញ្ហាអីថ្ងៃក្រោយទៀតគឺខ្ញុំធានាឲ្យធ្វើអត់យកលុយទេតែក៏មុនធានាតោះតេះឲ្យច្បាស់លាស់សិនថាម៉ូតូវាអែមនៅវាស្រួលជិះនៅតេឡេវាស្គាល់គ្នានៅតគាត់យកទៅមានបញ្ហាជាងដំធ្វើអស់លុយខ្លួនឯងហីអូនមកយកបាត់ជាងដំបានលុយទៀតហើយបានលុយដាក់ជាក់ម៉ម